ជាដំបូងនេះខ្ញុំសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានទស្សនានៅក្នុង Page បាកាសក៏ដូចជាទូរទស្សន៍ហងមាសផងដែរអរគុណរីករាយជាមួយនឹងខ្ញុំបន្តទៀត